បន្ទាប់ពីការចាំបែកមេពងបកងរួចរាល់ហើយយើងចាប់បកងដែលអត់ទាន់មានពងហ្នឹងរួមទាំងបកងឈ្មោលបកងញីទាំងអស់ហ្នឹងចាប់វាត្រាំទឹកអំបិលក្នុងកធុនមួយចឹងមកហើយកធុនខ្ញុំទឹកប៉ុណ្ណេះគឺយើងដាក់អំបិលចំនួន7ខាំដាក់វារៀងប្រៃមកត្រាំរយៈពេល5នាទីដើម្បីសម្លាប់ចៃហើយនឹងសម្លាប់មេរោគដែលជាប់នៅក្នុងខ្លួនបកងហ្នឹងឲ្យវាងាប់ហើយយើងត្រាំអញ្ចឹងគឺយើងកុំភ័យថាខ្លាចបកងយើងងាប់បកងអត់ងាប់ទេបកងនេះគឺកម្លាំងខ្លាំងណាស់ហើយអានេះគឺចៃហើយនឹងមេរោគដែលជាប់នៅលើខ្លួនបកងគឺវាមានសភាពបែបហ្នឹងហើយបើកាលណាយើងអត់ចាប់ត្រាំទឹកអំបិលរៀងរាល់មួយខែម្ដងឬក៏រៀងរាល់ពេលដែលយើងចាំបែកមេពងទេបកងយើងដែលមានពងគឺវាពងអត់ទៅកាន់ទេហើយសម្រាប់ការចាប់បកងត្រាំទឹកអំបិលនេះគឺយើងត្រាំទឹកអំបិលបកងណាដែលអត់សក់ហើយនឹងបកងណាដែលអត់មានពងបើបកងសក់ហើយនឹងបកងដែលមានពងគឺយើងអត់ត្រាំទឹកអំបិលទេ